រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ45យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី14គេឲ្យត្រីកោណមួយដែលមានមុំនេះស្មើ x មុំនេះស្មើ 2x ហើយមុំនេះ9និងត្រីកោណតូចនេះមានមុំនេះ x ត្រីកោណសមបាតនេះមានមុំ x ហើយមុំនេះអត់ដឹងគេសួររកមុំនេះដើម្បីរកមុំនេះឃើញតលតែយើងស្គាល់នេះសិនស្គាល់មុំនេះស្គាល់មុំនេះឬក៏ស្គាល់មុំជិតនេះអញ្ចឹងយើងមើលទាំងអស់គ្នាមុំ x បូក9បូកមុំ 2x ស្មើ180មុំ x ធំនេះបូកនឹងមុំ9បូកនឹងមុំ 2x ស្មើ180ជាផលបូកមុំក្នុងត្រីកោណអញ្ចឹងយើងទាញបាន x បូកនឹង 2x ទៅជា 3x បូក9ស្មើ180អញ្ចឹងនាំឲ្យយើងបានមុំ 3x ស្មើ180ដកឲ្យមុំ9នៅខាងនេះបូកមកខាងនេះដក8ដក9ស្មើ9មុំ 3x ស្មើ9អញ្ចឹងនាំឲ្យយើងបានមុំ x ស្មើណែ9ចែកឲ្យ3ស្មើ30អញ្ចឹងយើងបានមុំ x នេះស្មើ30មុំ x នេះវាស្មើនឹងមុំនេះជាមូលហេតុអីមុំ x ស្មើមុំ y ស្មើ30ព្រោះវាជាមុំបាតនៃត្រីកោណសមបាតមុំនេះឃើញអញ្ចឹងយើងអាចរកមុំនេះឃើញមុំ x បូកមុំ y បូកមុំសិតស្មើ180ជាផលបូកមុំក្នុងត្រីកោណអញ្ចឹងនាំឲ្យយើងបានមុំសិតស្មើនឹង180ដក x បូក y មុំ x និងមុំ y ស្មើគ្នាអញ្ចឹងមុំ x ស្មើ30 y ស្មើ30 30បូក30 6 180ដក6ស្មើ120អញ្ចឹងមុំនេះស្មើ120មុំ120នឹងបូកនឹងមុំសញ្ញាសួរនេះស្មើ180មុំសិតបូកមុំសញ្ញាសួរស្មើ180ជាផលបូកមុំបន្ថែមអញ្ចឹងនាំឲ្យយើងបានមុំនេះស្មើ180ដកមុំសិត180ដក120ស្មើ60អញ្ចឹងមុំសញ្ញាសួរនេះគឺស្មើ60ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា